សួស្តីអ្នកទាំងអស់គ្នាជួបគ្នាទៀតហើយនៅក្នុងវីដេអូនេះយើងនឹងធ្វើការសម្រាយបន្តទៅកាន់រឿង John Wick ជំពូកទី 2 ហើយប្រសិនបើមានគ្នាយើងណាដែលមិនទាន់មកមើលការសម្រាយសាច់រឿងកាលពីជំពូកទី 1 គឺអាចទៅរកមើលបាននៅខាងក្នុង playlist ឬក៏អាចចុចនៅលើ link ដែលមានបានដាក់នៅខាងលើវីដេអូនេះតែម្ដងទៅក៏បានដែរអញ្ចឹងដើម្បីកុំឲ្យគ្នាយើងទន្ទឹងរង់ចាំយូរនឹងចង់ដឹងថាតើខ្សែជីវិតរបស់ John Wick នឹងទៅជាយ៉ាងណាទៀតតោះយើងទៅតាមដានស្ដាប់ការសម្រាយសាច់រឿងលម្អិតជាមួយនឹងadminទាំងអស់គ្នាការពីចុងរឿងនៃជំពូកទី 1 John Wick បានសម្លាប់ Virgo ហើយនឹងកូនប្រុសរបស់គេគឺ Joseph នឹងដែលជាមេក្រុម Mafia ជនជាតិរុស្ស៊ីបានជោគជ័យប៉ុន្តែគេមិនទាន់បានយកឡានដែល Joseph ដូចគេនឹងបានមកវិញនោះទេអញ្ចឹងហើយចូលដល់ដើមរឿងនៃជំពូកទី 2 នេះ John Wick កំពុងតែបើកប្រតិបត្តិការតាមប្រមាញ់យកឡានរបស់គាត់ត្រឡប់មកវិញដែលការពីជំពូកទី 1 នឹង Joseph លួចឡានបានហើយនឹងគេយកទៅឲ្យអូតូឡូដើម្បីឲ្យកែឯកសារប៉ុន្តែដោយសារតែអូតូឡូដឹងថាឡានរបស់ John Wick គេព្រមកែឲ្យអញ្ចឹងហើយ Joseph ក៏បានយកឡានរបស់ John Wick នឹងទៅឃ្លាំងរបស់ពូគេដើម្បីកែឯកសារវិញដែលពូរបស់គេនឹងក៏ជាមេក្រុម Mafia ម្នាក់ដែរដែលមានឈ្មោះថា Taraso ហើយចូលដល់ដើមរឿងនៃជំពូកទី 2 នេះយើងឃើញថា John Wick កំពុងតែបើកឡានយ៉ាងលឿនស្លេវតែម្ដងដេញតាមម៉ូតូមួយដែលជាម៉ូតូកូនចៅរបស់ Taraso ក្នុងគោលបំណងយកសោពីម្នាក់ហ្នឹងដើម្បីអាចចូលទៅក្នុងឃ្លាំងរបស់ Taraso យកឡានរបស់គាត់ត្រឡប់មកវិញហើយបន្ទាប់ពីបានដេញតាមបាក់មួយសន្ទុះក្រោយមក John Wick ក៏បានធ្វើឲ្យម៉ូតូរបស់កូនចៅ Taraso ដួលនិងអាចយកសោហ្នឹងបានដោយជោគជ័យខ្សែរឿងមកកាន់ឃ្លាំងប្រតិបត្តិការរបស់ Taraso យើងឃើញថានៅក្នុងឃ្លាំងហ្នឹងគឺមានឡានច្រើនខ្លាំងមែនទែនដែលភាគច្រើនគឺជាឡានតាក់ស៊ីហើយឡានតាក់ស៊ីហ្នឹងមិនមែនឡានតាក់ស៊ីដើម្បីរកស៊ីស្របច្បាប់ធម្មតានោះទេប៉ុន្តែគឺជាឡានដែល Taraso ប្រើដើម្បីដឹកទំនិញខុសច្បាប់របស់គេនឹងឯងក្នុងកំឡុងពេលដែលកូនចៅរបស់ Taraso កំពុងតែនាំគ្នាធ្វើការយ៉ាងញាប់ដៃញាប់ជើងហ្នឹង Taraso ឯនេះវិញក៏កំពុងតែអង្គុយនៅក្នុងការិយាល័យរបស់គាត់នៅក្នុងឃ្លាំងដូចគ្នាដើម្បីជជែកគ្នាជាមួយនឹងកូនចៅចំណិតរបស់គាត់ម្នាក់អំពីបញ្ហារបស់ John Wick Taraso បានដឹងខ្លួនច្បាស់ថា John Wick បើទោះជាបានសម្លាប់ Virgo ហើយនឹង Joseph ហើយក៏ដោយហ្នឹងក៏គេមិនបញ្ឈប់ត្រឹមហ្នឹងដែរ John Wick ច្បាស់ជាមកតាមយកឡានរបស់គេដល់ឃ្លាំងរបស់ខ្លួនជារំខានទេក្នុងកំឡុងពេលដែល Taraso កំពុងតែនិយាយបដាបារម្ភបដាហ្នឹងយើងឃើញថា John Wick ឯនោះវិញក៏បានប្រើសោដែលគេទៅដើមបានពីកូនចៅរបស់ Taraso ហ្នឹងចូលមកដល់ក្នុងឃ្លាំងរបស់ Taraso បានដោយជោគជ័យ John Wick បានប្រើជំនាញពិឃាតរបស់គេសម្រាប់កូនចៅរបស់ Taraso ដែលកំពុងតែដើរល្បាតហ្នឹងស្លាប់ម្ដងម្នាក់បន្ទាប់មកគេក៏បានព្យាយាមដើររកឡានរបស់គេហើយក្រោយពីរកបានមួយសន្ទុះក្រោយមកគេក៏អាចរកឡាននឹងឃើញចឹងហើយគេក៏បានបើកឡានរបស់គេនឹងចាក់ចេញពីឃ្លាំងរបស់ Taraso ទៅក្រោយពីបើកឡានចេញផុតបានតែបន្តិចហ្នឹងកូនចៅរបស់ Taraso ក៏បានមកតាមនឹងបានកាក់ផ្លូវរបស់ John Wick ចឹងហើយ John Wick ក៏បានប្រើឡានរបស់គេនឹងបើកបំបុកកូនចៅរបស់ Taraso ធ្វើឲ្យឡានរបស់គេនឹងគឺស្ទើរតែខ្ទេចអស់ទៅហើយបន្ទាប់មក John Wick ជាមួយនឹងកូនចៅរបស់ Taraso នឹងក៏បានបើកឆាកប្រយុទ្ធគ្នាម្ដងទៀតនៅក្នុងការប្រយុទ្ធនឹង John Wick បើទោះជាត្រូវរបួសគួរសមដែរក៏ដោយប៉ុន្តែគេនៅតែអាចយកឈ្នះកូនចៅរបស់ Taraso ដែលបានវាយតប់នឹងបាញ់ប្រហារកូនចៅរបស់ Taraso នឹងធ្វើឲ្យកូនចៅរបស់ Taraso ត្រូវរបួសយ៉ាងដំណំរហូតដល់ស្រែកទ្រហូរឡើងដោយការឈឺចាប់ឮទៅដល់ត្រចៀករបស់ Taraso ដែលកំពុងតែអង្គុយផ្ទឹងត្រចៀកស្ដាប់សំឡេងក្ដុងក្ដាំងក៏ដូចជាសំឡេងទ្រហូរដោយការឈឺចាប់របស់កូនចៅខ្លួនចេញពីការិយាល័យរបស់គេ Taraso បានបើកភ្នែកធំៗដោយក្តីបារម្ភបន្ទាប់ពីសំឡេងនៃការស្រែកទ្រហូររបស់កូនចៅគេនឹងត្រូវបានបាត់ហើយនឹងបានលើសម្រាប់ជើងចូលមកក្នុងបន្ទប់របស់គេភ្លាមៗនោះគឺដូចជាអ្វីដែល Taraso កំពុងតែបារម្ភអញ្ចឹង John Wick គឺបានចាត់ការកូនចៅរបស់ Taraso នឹងខ្ចប់តែម្ដងនិងបានបើកទ្វារចូលមកដល់ក្នុងបន្ទប់របស់ Taraso John Wick បានចាក់ស្រាដែលនៅលើតុរបស់ Taraso ចូលទៅក្នុងកែវ2បន្ទាប់មកក៏បានលើកកែវឡើងនិងបានប្រាប់ទៅកាន់ Taraso នឹងឲ្យលើកកែវដូចគ្នាដើម្បីឲ្យពួកគេនឹងជុលកែវបញ្ចប់ចំនួនរបស់ពួកគេ Taraso ដោយសារតែគ្មានគីឡូជាមួយនឹង John Wick គេក៏បានបង្ខំចិត្តលើកស្រាដែល John Wick ចាក់ឲ្យនឹងជុលជាមួយនឹង John Wick ហើយបន្ទាប់មក John Wick ក៏បានញ៉ាំស្រានឹងនិងបានចាក់ចេញពីបន្ទប់របស់ Taraso ជាមួយនឹងឡានរបស់គេត្រឡប់ទៅវិញបាត់ទៅសាររឿងមកកាត់ទៅពេលព្រឹកយើងឃើញថា John Wick នឹងគឺបានតាក់ទងហៅអូតូឡូឲ្យមកពិនិត្យមើលឡានរបស់គាត់ដើម្បីយកឡានរបស់គាត់ទៅជួសជុលព្រោះតែក្នុងកំឡុងពេលដែលគាត់បានប្រយុទ្ធគ្នាជាមួយនឹងកូនចៅរបស់ Taraso នឹងគឺឡានរបស់គាត់នឹងខូចខាតយ៉ាងដំណំតែម្ដងហើយបន្ទាប់ពីអូតូឡូយកឡានចាក់ចេញទៅផុតបានមួយសន្ទុះនឹង John Wick ក៏បានចាប់ផ្ដើមធ្វើការងារក្នុងផ្ទះដែលបានប្រមូលអ្វីបានប្រមូលអីបន្ទាប់មកក៏បានយកសម្ភារៈដែលគាត់ប្រើដើម្បីតាមប្រមាញ់ Virgo ហើយនឹង Joseph នឹងដាក់នៅកន្លែងដើមវិញដោយសារតែគាត់លែងតែការប្រើអ្វីទៀតហើយព្រោះតែបញ្ហាតែប្រមាណតាក់ទងជាមួយនឹងការលួចឡានហើយសម្រាប់ឆ្កែហ្នឹងគឺត្រូវបានបញ្ចប់ហើយក្រោយពីរៀបចំទុកដាក់សម្ភារៈសម្រាប់បំពេញការងារជាឃាតកររបស់គាត់មិនទាន់ទាំងបានលាងដៃស្រួលផងហ្នឹងក៏ស្រាប់តែមានមនុស្សបានមកចុចកណ្ដឹងទ្វារផ្ទះរបស់គាត់ហើយនៅពេលដែលបើកមកគាត់ក៏បានឃើញថាអ្នកដែលមកហ្នឹងគឺជាបរិសម្នាក់ឈ្មោះថា Santino ដែលគេហ្នឹងគឺជាមេក្រុម Mafia ជនជាតិអ៊ីតាលី Santino មកផ្ទះរបស់ John Wick ហ្នឹងគឺមិនមែនមកដើម្បីសួរសុខទុក្ខ John Wick អីនោះទេគឺដោយសារតែគេបានដឹងអំពីការវិលត្រឡប់របស់ John Wick ចូលមកក្នុងពិភពឃាតករដោយសារតែ John Wick ហ្នឹងបានតាមប្រមាញ់ Virgo ហើយនឹង Joseph ហ្នឹងល្បីល្បាញដល់ក្នុងពិភពឃាតករវិញអញ្ចឹងហើយទើបបានជាគេមកផ្ទះរបស់ John Wick ដើម្បីទាមទារឲ្យ John Wick ហ្នឹងបំពេញការងារមួយឲ្យគេកន្លែងហ្នឹងដើម្បីយល់បានទៅដល់យើងរំលឹកតែចំពោះទី1បន្តិចដែលការពីចំពោះទី1ហ្នឹង Virgo ក៏បានបញ្ជាក់ដែរថា John Wick ហ្នឹងការពីពេលដែលគេធ្វើជាឃាតករគេចង់ចាក់ចេញពីពិភពឃាតករហ្នឹងដើម្បីទៅរៀបការជាមួយប្រពន្ធរបស់គេដែលបានស្លាប់ដោយសារតែជំងឺមហារីកហ្នឹងហើយដើម្បីអាចចេញពីប្រព័ន្ធឃាតកររបស់គេបានហ្នឹង Virgo ក៏បានបញ្ជាក់ដែរថាគេហ្នឹងគឺបានផ្ដល់ការងារមួយដែលជាការងារដែលគេហៅថាការងារដែលមិនអាចទៅរួចណាដល់ John Wick ថាបើសិនជា John Wick នឹងអាចបំពេញការងារនឹងបានទើបគេអាចចាក់ចេញពីប្រព័ន្ធឃាតករនឹងបាន John Wick បានបំពេញការងារដែល Virgo ហៅថាការងារដែលមិនអាចទៅរួចនឹង
នឹងបានជោគជ័យនឹងបានចូលនៅវត្តហើយមកដល់ចម្ពោះទី2ហ្នឹងយើងក៏បានដឹងថាការដែលគាត់បំពេញការងារដែលមិនអាចទៅរួចនឹងបានជោគជ័យគឺក្រោមជំនួយរបស់ Santino ដែលជាមេក្រុម Mafia ជនជាតិអ៊ីតាលីនឹងឯងហើយដើម្បីទទួលបានជំនួយហ្នឹង John Wick បានផ្តិតមេដៃដែលប្រើដំណក់ឈាមរបស់គេបន្តចូលទៅក្នុងបន្តោងមួយដែលបន្តោងហ្នឹងគឺគេប្រើជាទូទៅនៅក្នុងប្រព័ន្ធឃាតករហ្នឹងដោយអ្នកដែលជាម្ចាស់បន្តោងហ្នឹងគឺអាចទាមទារឲ្យអ្នកដែលបានផ្តិតមេដៃជាដំណក់ឈាមហ្នឹងបំពេញការងារមួយឲ្យខ្លួនដោយមិនអាចប្រកែកបានតែម្ដងផ្ទុយពីច្បាប់វិន័យនៅក្នុងប្រព័ន្ធឃាតករ John Wick បានបដិសេធមិនព្រមបំពេញការងារសងត្រឡប់ឲ្យ Santino នោះទេដោយសារតែគេហ្នឹងគឺមិនចង់ត្រឡប់ទៅជីវភាពជាឃាតករវិញឡើយចំណែកឯ Santino បន្ទាប់ពីទទួលបានការបដិសេធពី John Wick គេក៏បាននិយាយព្រមានទៅកាន់ John Wick អំពីលទ្ធផលដែល John Wick ហ្នឹងត្រូវតែទទួលបានក្រោយពីបានប្រឆាំងជាមួយនឹងច្បាប់វិន័យនៅក្នុងប្រព័ន្ធឃាតករបន្ទាប់មកគេក៏បានលា John Wick ចាក់ចេញពីផ្ទះហ្នឹងទៅប៉ុន្តែនៅពេលដែលចូលទៅដល់ក្នុងឡាន Santino ក៏បានដកអាប្រដាប់បាញ់គ្រាប់បាយចេញពីឡានរបស់គេនិងបានបាញ់ផ្លោងគ្រាប់បាយចូលទៅក្នុងផ្ទះរបស់ John Wick Santino បានបាញ់ផ្លោងគ្រាប់បាយចូលទៅក្នុងផ្ទះរបស់ John Wick មកគ្រាប់ហើយមកគ្រាប់ទៀតធ្វើឲ្យផ្ទះរបស់ John Wick នេះផ្ទុះឆេះតិចទីអស់តែម្ដងចំណែក John Wick ជាមួយនឹងឆ្កែរបស់គេគឺមិនមានគ្រោះថ្នាក់អ្វីធំដុំនោះទេពួកគេបានឈរសម្លឹងមើលផ្ទះរបស់ខ្លួននឹងឆេះតិចទីនៅនឹងភ្នែកតែម្ដងបន្ទាប់ពីផ្ទះរបស់គេត្រូវបាន Santino បំទុះតិចនឹង John Wick ជាមួយនឹងឆ្កែ Bulldog ពណ៌ខ្មៅរបស់គេនឹងក៏បានធ្វើដំណើរដោយថ្មើរជើងសម្ដៅមកកាន់សន្តាគារ New York Continental ដើម្បីមករកកន្លែងស្នាក់នៅក៏ដូចជាជួបគ្នាជាមួយនឹង Winston ដែលជាមិត្តចាស់និងជាម្ចាស់សន្តាគារ New York Continental គ្រាន់តែបានជួបគ្នាជាមួយនឹង Winston ភ្លាម John Wick មិនបានរៀបរាប់តប៉ែហោហែអីច្រើនទេគេបានសួរ Winston រក Santino ដែលសារតែគេដឹងថា Winston នឹងគឺមានតំណែងតំណងច្រើនអញ្ចឹងហើយគេច្បាស់ជាបានដឹងអំពីចំនួនរបស់គេជាមួយនឹង Santino ហើយមិនបាច់រៀបរាប់អីច្រើនទៀតទេ Winston មកប្រាប់ទៅកាន់ John Wick ឲ្យសម្រួលអារម្មណ៍បន្ទាប់មកក៏បានរំលឹកគេអំពីច្បាប់វិន័យសំខាន់ៗពីរនៅក្នុងប្រព័ន្ធឃាតករដែលថាទី1ឃាតករទាំងអស់គឺមិនអាចធ្វើការបង្ហូរឈាមគ្នានៅក្នុងសន្តាគារ Continental ដែលជាសមាជិកនៅក្នុងប្រព័ន្ធឃាតករបានឡើយនិងទី2ឃាតករទាំងអស់គឺត្រូវតែឲ្យតម្លៃទៅលើស្នាមមេដៃជាដំណក់ឈាមដែលខ្លួនបានផ្តិតទៅលើបន្តោងដែលបានឲ្យទៅកាន់នរណាម្នាក់ដោយធ្វើការងារអ្វីក៏ដោយដែលគ្មានលក្ខខណ្ឌចំនួន1ទៅឲ្យម្ចាស់បន្តោងទើបអាចមានសេរីភាពចេញពីស្នាមមេដៃដែលខ្លួនបានផ្តិតហើយឃាតករណាក៏ដោយដែលបានប្រឆាំងជាមួយនឹងច្បាប់វិន័យដែលបានកំណត់នៅក្នុងប្រព័ន្ធឃាតករទាំងពីរហ្នឹងពួកគេត្រូវតែទទួលពិន័យយ៉ាងធ្ងន់ធ្ងរដែលពិន័យហ្នឹងគឺពិន័យដោយការស្លាប់តែម្ដង Winston បានផ្ដល់យោបល់ទៅកាន់ John Wick ថាបើសិនជា John Wick ចង់តាមសម្លាប់ Santino ដើម្បីសងសឹកដោយសារតែ Santino ហ្នឹងគឺបានបំផ្ទុះផ្ទះរបស់គេក៏គាត់មិនខកដែរប៉ុន្តែគាត់ឲ្យយោបល់ថាដំបូង John Wick គួរតែបំពេញការងារតាមអ្វីដែល Santino បានស្នើសុំជាមុនសិនដោយសារតែបន្ទាប់ពីបំពេញការងារមួយឲ្យ Santino ហើយហ្នឹងគេគឺអាចទាមទារយកបន្តោងដែលមានស្នាមមេដៃដំណក់ឈាមរបស់គេនឹងត្រឡប់មកវិញនិងមានសេរីភាពចេញពីការស្នើសុំរបស់ Santino អញ្ចឹងហើយបើទោះជាគេសម្លាប់ Santino ចោលបន្ទាប់ពីហ្នឹងក៏មិនមានទោសទណ្ឌអ្វីនៅក្នុងប្រព័ន្ធឃាតករដែរ John Wick បានទទួលយកការណែនាំរបស់ Winston អញ្ចឹងហើយគេក៏បានផ្ញើឆ្កែ Bulldog ពណ៌ខ្មៅរបស់គេនៅជាមួយនឹង Sharon ដែលជាអ្នកគ្រប់គ្រងសន្តាគារហើយបន្ទាប់មកគេក៏បានចាក់ចេញទៅជួបគ្នាជាមួយនឹង Santino នៅផ្ទះរបស់ Santino ទៅក្រោយពីបានជួបគ្នាជាមួយនឹង Santino បានរៀបរាប់រឿងរ៉ាវច្រើនខ្លាំងមែនទែនប្រាប់ទៅកាន់ John Wick ប៉ុន្តែ John Wick មិនបានចាប់អារម្មណ៍អ្វីទាំងអស់គេបានសួរទៅកាន់ Santino តើ Santino នោះចង់ឲ្យគេធ្វើអ្វីឲ្យពិតប្រាកដឲ្យនិយាយលឿនៗមកភ្លាមៗនោះ Santino ក៏បានប្រាប់ទៅកាន់ John Wick ថាការងារដែលគេចង់ឲ្យ John Wick ធ្វើដើម្បីបញ្ចប់ការសន្យារវាងគេជាមួយនឹង John Wick នឹងគឺគេចង់ឲ្យ John Wick សម្លាប់បងស្រីរបស់គេឈ្មោះថា Gianna ក្រោយពីឮឈ្មោះមួយនឹង John Wick ហាក់ដូចជាមានការភ្ញាក់ផ្អើលដែរដោយសារតែទី1 Gianna នឹងគឺជាបងស្រីរបស់ Santino ហើយទី2 Gianna នឹងក៏ជាមិត្តភក្តិជិតស្និទ្ធរបស់គេដូចគ្នាដូច្នេះហើយ John Wick ក៏បានសួរទៅកាន់ Santino ថាតើហេតុអ្វីបានជាគេចង់សម្លាប់ Gianna ដែលជាបងស្រីបង្កើតរបស់គេយ៉ាងដូចនេះ Santino បានប្រាប់ទៅកាន់ John Wick ថាមូលហេតុនឹងគឺដោយសារតែឪពុករបស់គេដែលជាមេក្រុម Mafia ជនជាតិអ៊ីតាលីនឹងគឺទើបតែស្លាប់អញ្ចឹងហើយបងស្រីរបស់គេនឹងគឺត្រូវបានឪពុករបស់គេនឹងឲ្យកាន់តំណែងបន្តនៅក្នុង High Table ដែល High Table នឹងគឺជាសមាគមមួយនិយាយទៅដូចជាសភាមួយដែលមាន12កៅអីដែលកៅអីនីមួយៗនៅក្នុងសមាគម High Table នឹងគឺមានមេក្រុម Mafia ជនជាតិរុស្ស៊ីជនជាតិចិនជនជាតិជប៉ុនជនជាតិអ៊ីតាលីអីចឹងទៅហើយអ្នកដែលអង្គុយកៅអីនៅក្នុងសភា High Table នឹងគឺមានអំណាចខ្លាំងមែនទែនដោយសារតែ High Table នឹងឯងគឺជាអ្នកដែលបង្កើតច្បាប់បង្កើតវិន័យផ្សេងៗនៅក្នុងប្រព័ន្ធឃាតករទាំងមូល Santino បានបន្តប្រាប់ទៅកាន់ John Wick ថាឥឡូវនេះ Gianna បងស្រីរបស់គេគឺកំពុងតែមានវត្តមាននៅក្នុងផ្ទះរបស់គេនៅឯទីក្រុងរ៉ូមប្រទេសអ៊ីតាលីហើយប្រកាសណាមូលហេតុដែលគេចង់ឲ្យ John Wick បំពេញការងារមួយហ្នឹងគឺដោយសារតែមិនមាននរណាម្នាក់អាចបំពេញការងារមួយហ្នឹងបានក្រៅពី John Wick នោះទេព្រោះតែការដែលសម្លាប់ Gianna បងស្រីរបស់គេហ្នឹងវាសឹងតែជាការងារមួយដែលពិបាកខ្លាំងមែនទែនដោយសារតែ Gianna ហ្នឹងគឺជាមេក្រុម Mafia ដែលមានឥទ្ធិពលមានអំណាចនិងមានអ្នកការពារដែលមានស្នាដៃឆ្នើមជាច្រើននៅក្បែរខ្លួននាងអញ្ចឹងហើយវាមិនងាយទេដែលឃាតករអាចចូលទៅក្បែរខ្លួនរបស់នាងបាន Santino បានបន្តនិយាយជាមួយនឹង John Wick ប៉ុន្តែ John Wick មិនបាននៅបន្តស្ដាប់ Santino ទេដោយសារតែគេបានដឹងអំពីការងារដែលគេត្រូវធ្វើហើយអញ្ចឹងហើយគេក៏បានចាក់ចេញពី Santino ដោយមិននិយាយអ្វីសូម្បីតែមួយម៉ាត់បន្ទាប់មកគេក៏បានធ្វើដំណើរមកកាន់កន្លែងផ្ញើបានមកកន្លែងដែលកន្លែងទាំងអស់ហ្នឹងគឺសុទ្ធតែមានតំណែងតំណងជាមួយនឹងប្រព័ន្ធឃាតករទាំងអស់ John Wick បានផ្លាស់សម្លៀកបំពាក់យកកាក់មាសយកកាភ្លើងហើយនិង passport របស់គេបន្ទាប់មកក៏បានធ្វើដំណើរសម្ដៅទៅកាន់ទីក្រុងរ៉ូមប្រទេសអ៊ីតាលី John Wick បានចូលទៅកក់សន្តាគារសម្រាប់នៅក្នុងសន្តាគារ Room Continental ដែលជាសមាជិកមួយក្នុងចំណោមសមាជិករបស់ប្រព័ន្ធឃាតករដូចគ្នាបន្ទាប់ពីចូលទៅដល់ John Wick ក៏បានជួបនិយាយគ្នាជាមួយនឹងម្ចាស់សន្តាគារ Room Continental ឈ្មោះថា Julius អ្នកទាំងពីរនេះគឺស្គាល់គ្នាពីមុនមក Julius បន្ទាប់ពីឃើញវត្តមានរបស់ John Wick នឹងគេពិតជាមានអារម្មណ៍ថាភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារតែគេនឹងក៏បានដឹងថា
ថា John Wick នេះគឺបានចូលនៅវត្តយូរហើយមិនងាយទេដែល John Wick ត្រឡប់មកធ្វើការងារវិញអញ្ចឹងហើយការវិលត្រឡប់របស់ John Wick នេះច្បាស់ជាមានការងារធំដុំជាក់ជារំខានទេ Julius បានសួរទៅកាន់ John Wick ដែលក្តីបារម្ភថាតើការដែល John Wick មកកាន់ទីក្រុងរ៉ូមប្រទេសអ៊ីតាលីហ្នឹងគឺមកដើម្បីសម្លាប់សម្ដេចប៉ាបមែនព្រោះតែ Julius ដឹងច្បាស់ថាការងារដែល John Wick ទទួលមួយហ្នឹងមិនមែនជាការងារតូចតាចទេអញ្ចឹងហើយការដែលមានវត្តមានរបស់ John Wick នៅក្នុងទីក្រុងរ៉ូមប្រទេសអ៊ីតាលីហ្នឹងគឺច្បាស់ជាតាក់ទងជាមួយនឹងការធ្វើឃាតអ្នកដែលសំខាន់ណាស់ម្នាក់នៅក្នុងប្រទេសអ៊ីតាលីហ្នឹងជាក់ជារំខានទេដូច្នេះហើយទើបបានជាគេសួរសម្ដៅទៅកាន់សម្ដេចប៉ាបយ៉ាងដូចនេះដោយសារតែសម្ដេចប៉ាបហ្នឹងគឺជាមនុស្សម្នាក់ដែលមានមុខមាត់និងមានឥទ្ធិពលខ្លាំងមែនទែននៅក្នុងប្រទេសអ៊ីតាលីហើយបន្ទាប់ពីបានលើ John Wick បញ្ជាក់ថាគោលដៅរបស់គេលើកហ្នឹងមិនមែនជាសម្ដេចប៉ាបហ្នឹង Julius ហាក់ដូចជារឿងធូរស្បើយចិត្តចឹងហើយគេក៏បានឲ្យកាតបន្ទប់មួយទៅកាន់ John Wick ដែលវាគឺជាកាតបន្ទប់ VIP នៅក្នុងសន្តាគារ Room Continental របស់គេតែម្ដងក្រោយពីចាត់ចែងកន្លែងស្នាក់នៅហើយ John Wick ក៏បានចាប់ផ្ដើមស្វែងរកព័ត៌មានក៏ដូចជាសម្ភារៈផ្សេងៗដែលគេត្រូវការចាំបាច់ក្នុងការតាមប្រមាញ់ជាអាណាដែលជាបងស្រីរបស់ Santino ហ្នឹង John Wick បានមកជួបគ្នាជាមួយនឹងបរិសម្នាក់ដែលជាអ្នកមានជំនាញខាងប្លង់អគារនៅក្នុងទីក្រុងរ៉ូមហ្នឹងបរិសម្នាក់ហ្នឹងបន្ទាប់ពីបានជួបគ្នាជាមួយនឹង John Wick នៅបានដឹងអំពីតម្រូវការរបស់ John Wick ហើយហ្នឹងគេក៏បានឲ្យប្លង់អគារផ្ទះរបស់ Gianna និងបានរៀបរាប់អំពីកលុកកលៀតផ្សេងៗហ្នឹងប្រាប់ពីកាន់ John Wick អស់តែម្ដងបន្ទាប់មកគេក៏បានឲ្យកូនសោផ្ទះរបស់ Gianna ដែលជាកលុកកលៀតសំខាន់ហ្នឹងទៅកាន់ John Wick ទៀតផងក្រោយពីទទួលបានព័ត៌មានដែលខ្លួនឯងចង់បានអស់ហើយ John Wick ក៏បានបង់ថ្លៃសេវាជាកាក់មាសមួយចំនួនទៅកាន់បរិសម្នាក់ហ្នឹងបន្ទាប់មកគាត់ក៏បានចាក់ចេញពីកន្លែងហ្នឹងសម្ដៅទៅកាន់ហាងកាត់សម្លៀកបំពាក់មួយកន្លែង John Wick បានមកជួបគ្នាជាមួយនឹងម្ចាស់ហាងកាត់សម្លៀកបំពាក់នៅកន្លែងហ្នឹងដែលផ្នែកខាងក្រៅរបស់ហាងហ្នឹងគឺមើលទៅដូចជាហាងកាត់កៅអៅធម្មតាទេប៉ុន្តែនៅផ្នែកខាងក្នុងគឺគេទទួលសេវាកម្មកាត់កៅអៅសម្រាប់តែឃាតករលំដាប់ដូចជា John Wick តែប៉ុណ្ណោះម្ចាស់ហាងបានធ្វើការវាស់វែងទំហំខ្លួនប្រាណរបស់ John Wick បន្ទាប់មកក៏បានសួរអំពីប្រភេទនៃប្រតិបត្តិការរបស់ John Wick ដើម្បីកាត់កៅអៅមកឲ្យសមជាមួយនឹងលក្ខខណ្ឌការងាររបស់គាត់ទៀតផងហើយអ្វីដែលកាន់តែពិសេសនោះកៅអៅធំមួយដែលគេកាត់មកសម្រាប់ឃាតករអាជីពដូចជា John Wick ហ្នឹងគឺ bullet proof បើន័យថាគាត់ក៏ភ្លើងបាញ់មិនធ្លុះទេគ្រាន់តែវាឈឺជាប់អញ្ចឹងណាមួយសន្ទុះក្រោយពីបានវាស់វែងដើម្បីកាត់សម្លៀកបំពាក់ហើយនឹង John Wick ក៏បានប្រាប់ទៅកាន់ម្ចាស់ហាងកាត់សម្លៀកបំពាក់ហ្នឹងឲ្យបញ្ជូនកៅអៅដែលកាត់ហើយនឹងទៅកាន់សន្តាគារ Rome Continental ដែលបន្ទាប់ពីបានធ្វើការផ្ដាំផ្ញើចប់ John Wick ក៏បានទូទាត់ថ្លៃសេវាកម្មជាកាក់មាសមួយចំនួនទៀតឲ្យទៅកាន់បរិសដែលជាជាងកាត់ដេរមុននឹងគាត់ធ្វើដំណើរត្រឡប់មកកាន់សន្តាគារ Rome Continental វិញមួយសន្ទុះបន្ទាប់ពីត្រឡប់មកដល់សន្តាគារវិញ John Wick ក៏បានមកជួបគ្នាជាមួយនឹងបរិសម្នាក់ទៀតដែលជាអ្នកជំនាញខាងលក់កាភ្លើងនៅក្នុងសន្តាគារនឹងតែម្ដងហើយបរិសដែលជាអ្នកលក់កាភ្លើងនឹងគឺមិនខុសគ្នាពីបរិសពីអ្នកមុនទេនិយាយទៅគេគឺជំនាញនោះមហាជំនាញតែម្ដងគេស្គាល់អាវុធគ្រប់បែបគ្រប់យ៉ាងតែម្ដងហើយគ្រាន់តែ John Wick ប្រាប់អំពីតម្រូវការនៃអាវុធរបស់គាត់ហ្នឹងគេក៏អាចណែនាំថាតើគួរតែប្រើកាភ្លើងបែបណាទៅហើយនិយាយទៅគឺជំនាញអស្ចារ្យតែម្ដងនៅក្នុងរឿងហ្នឹងហើយបើនិយាយពី John Wick របស់យើងវិញហ្នឹងគឺមិនខុសគ្នាពីបរិស3នាក់ហ្នឹងប្រហែលទេនិយាយទៅគឺពិតជាមហាជំនាញខ្លាំងមែនទែនគាត់អាចប្រើប្រាស់កាភ្លើងប្រើប្រាស់អាវុធហ្នឹងបានគ្រប់ប្រភេទនិយាយទៅតេស្តបានគ្រប់កាភ្លើងតែម្ដងហើយឡើងស្ទាត់ជំនាញហ្មងក្រោយពីបានតេស្តកាភ្លើងតេស្តកាបិតអីផ្សេងៗត្រូវតាមតម្រូវការរបស់ខ្លួនអស់ហើយហ្នឹង John Wick ក៏បានទូទាត់ថ្លៃទំនិញហ្នឹងជាកាក់មាសមួយចំនួនទៀតឲ្យទៅកាន់បរិសដែលជាអ្នកលក់កាភ្លើងដូចគ្នានិយាយទៅសង្គមឃាតករនៅក្នុងរឿង John Wick ហ្នឹងគឺមិនសូវខុសគ្នាពីសង្គមរបស់មនុស្សធម្មតាប្រហែលទេគេត្រូវការរូបិយប័ណ្ណដើម្បីទូទាត់ថ្លៃទំនិញហើយនិងសេវាកម្មដែលរូបិយប័ណ្ណនៅក្នុងសង្គមឃាតកររបស់ John Wick ហ្នឹងគឺគេប្រើកាក់មាសហ្នឹងឯងល្ងាចឡើងសម្រាប់ផ្សេងៗដែល John Wick បានកំងទាំងប្រមាណហ្នឹងក៏ត្រូវបានគេបញ្ជូនចូលមកដល់ក្នុងបន្ទប់សន្តាគាររបស់គាត់ហើយបន្ទាប់ពីទទួលបានសម្ភារៈទាំងអស់ហ្នឹងហើយ John Wick ក៏បានស្លៀកពាក់និងបានរៀបចំខ្លួនដើម្បីបើកប្រតិបត្តិការតាមប្រមាញ់ Gianna ដែលជាបងស្រីរបស់ Santino ខ្សែរឿងមកកាន់ភូមិគ្រឹះរបស់ Gianna យើងឃើញថាឥឡូវហ្នឹង Gianna ជាមួយនឹងកូនចៅរបស់គេតែប្រមាណហ្នឹងគឺកំពុងតែមានកម្មវិធីដ៏ធំមួយនៅក្នុងគេហដ្ឋានរបស់គេដែលកម្មវិធីមួយហ្នឹងគឺមានភ្ញៀវចូលរួមច្រើនខ្លាំងមែនទែនមានទាំងការប្រគំតន្ត្រីមានអីយ៉ាងធំដុំទៀតផងចំណែកឯ Gianna បន្ទាប់ពីបានចំណាយពេលទទួលភ្ញៀវអស់រយៈពេលពេញមួយថ្ងៃទៅហើយហ្នឹងគេក៏រៀងអស់កម្លាំងដែរអញ្ចឹងហើយគេក៏បានត្រឡប់ចូលមកក្នុងបន្ទប់របស់គេរៀបចំមួយទឹកមួយអីដើម្បីសម្រាកអញ្ចឹងទៅក្រុមអង្គរៈការពារសុវត្ថិភាពឲ្យ Gianna ដែលដឹកនាំដោយបរិសម្នាក់ឈ្មោះ Takeshi ហ្នឹងគឺពិតជាម៉ត់ចត់ខ្លាំងមែនទែននិយាយទៅបើទោះជា Gianna ចូលមកក្នុងបន្ទប់របស់គេហើយធៀមងូទឹកទៅហើយហ្នឹងក៏ Takeshi ហ្នឹងអត់ទៅណាចោល Gianna ដែរប៉ុន្តែបន្ទាប់ពីនៅបានតែបន្តិចហ្នឹង Gianna ក៏បានប្រាប់ទៅកាន់ Takeshi ដែលជាអង្គរៈចំណិតរបស់គេហ្នឹងឲ្យបញ្ញាប់ចេញទៅទទួលភ្ញៀវជំនួសគេទៅដោយសារតែគេហ្នឹងគឺត្រូវងូទឹកសម្រាប់ឯងអញ្ចឹងហើយអត់មានអ្នកគេជួយទទួលភ្ញៀវជំនួសគេទេភ្លាមបន្ទាប់ពី Takeshi ចេញទៅផុសបានបន្តិច Gianna ហ្នឹងក៏បានកលែងមើលតាមកញ្ចក់ឃើញតែ John Wick កំពុងតែឈរកាន់កាភ្លើងនៅពីក្រោយនាងបាត់ទៅហើយដែលគ្រាន់តែឃើញ John Wick ហ្នឹង Gianna គឺដឹងច្បាស់ក្នុងចិត្តតែម្ដងថាវត្តមានរបស់ John Wick ហ្នឹងគឺដើម្បីមកយកជីវិតរបស់នាងហ្នឹងឯងនៅកន្លែងហ្នឹង Gianna បានរក្សាភាពស្ងៀមស្ងាត់ដោយសារតែនាងនឹងថាបើទោះជានាងស្រីហ្នឹងក៏មិនមានប្រយោជន៍ដែរព្រោះតែអ្នកដែលមកយកជីវិតរបស់នាងហ្នឹងគឺជា John Wick មិនមែនជាឃាតករធម្មតាឡើយដូច្នេះហើយនាងក៏បានចំណាយពេលដែលនៅសល់នោះសួរទៅកាន់ John Wick ថាតើនរណាគេដែលបញ្ជូន John Wick ឲ្យមកសម្លាប់នាងយ៉ាងដូច្នេះ John Wick បាននិយាយការពិតទាំងអស់ប្រាប់ទៅកាន់ Gianna ថា Santino បងប្រុសរបស់នាងគឺជាអ្នកបញ្ជូនគេឲ្យមកសម្លាប់នាងហើយគេខ្លួនឯងហ្នឹងគឺមិនចង់សម្លាប់នាងទេព្រោះតែគេចាត់ទុកនាងគឺជាមិត្តភក្តិទាំងទៅប៉ុន្តែដោយសារតែគេគ្មានជំរឿព្រោះតែ Santino ហ្នឹងគឺមានអាបន្តោងដែលផ្ដិតមេដៃដោយស្នាមឈាមរបស់គេដូច្នេះហើយគេចាំបាច់ទៅបំពេញការងារមួយឲ្យ Santino ដើម្បីលុបបំបាត់បន្តោងមួយហ្នឹងបន្ទាប់ពីបាននឹងការពិតហើយ Gianna ក៏មិនបានសួរនាំអ្វីច្រើនបន្តទៀតដែរនាងបានដោះសម្លៀកបំពាក់ចូលទៅក្នុងអាងងូតទឹករបស់នាងហើយបន្ទាប់មកក៏បានអាដៃបង្ហូរឈាមដើម្បីសម្លាប់ខ្លួន Gianna បានប្រាប់ទៅកាន់ John Wick ថាមូលហេតុដែលនាងជ្រើសរើសអាដៃបង្ហូរឈាមសម្លាប់ខ្លួនឯងគឺដោយសារតែនាង
មិនចង់ឲ្យនរណាម្នាក់កំណត់ការស្លាប់របស់នាងឡើយព្រោះតែជីវិតរបស់នាងនឹងគឺនាងជាអ្នកកំណត់ដោយខ្លួនឯងរហូតចឹងហើយសូម្បីតែការស្លាប់របស់នាងនឹងក៏នាងមិនចង់ឲ្យនរណាម្នាក់ជាអ្នកកំណត់ដែរនៅកន្លែងហ្នឹងចនវិចបានគោរពការសម្រេចចិត្តរបស់ជាអាណាចឹងហើយគេទុកឲ្យជាអាណានឹងហូរឈាមរហូតដល់ស្លាប់របស់ជីវិតទៅហើយនឹងបានគេដកកាភ្លើរបស់គេបាញ់កដាក្បាលរបស់ជាអាណាដើម្បីបញ្ចប់ការងាររបស់គេបន្ទាប់ពីចាត់ការជាអាណាហើយចនវិចបានចេញពីបន្ទប់ជាអាណាមកវិញប៉ុន្តែក៏បានជ្រួសផ្លូវគ្នាជាមួយនឹង Cassian ដែលជាអង្គរៈចំណិតរបស់ជាអាណា Cassian ជាមួយនឹង John Wick គឺស្គាល់គ្នាពីមុនមកដោយសារតែពួកគេនឹងគឺជាមិត្តភក្តិរួមអាជីពហើយបន្ទាប់ពីកលេចឃើញ John Wick ចេញពីបន្ទប់របស់ជាអាណាមកអញ្ចឹង Cassian គេមានអារម្មណ៍ថាដូចជាមិនសូវស្រួលទេអញ្ចឹងហើយគេក៏បានលោពាក្យសម្ដីជាមួយនឹង John Wick ប្រមាណម៉ាត់ហើយបន្ទាប់ពីលោចុះលោឡើងគេក៏បានដឹងថាគូដៅរបស់ John Wick លើកនេះគឺច្បាស់ជាអាណាអញ្ចឹងហើយគេក៏បានបើកការបាញ់ប្រហារជាមួយនឹង John Wick នៅកន្លែងហ្នឹងទៅបន្ទាប់ពីបាញ់គ្នាបានដល់2 3គ្រាប់ហ្នឹង John Wick ក៏បានរត់គេចខ្លួនចេញពីកន្លែងហ្នឹងទៅចំណែក Cassian ហ្នឹងក៏បានបញ្ជាឲ្យកូនចៅរបស់គេតាមប្រមាញ់ John Wick ហើយគេខ្លួនឯងហ្នឹងក៏បានចូលទៅក្នុងបន្ទប់របស់ជាអាណាដើម្បីមើលអំពីស្ថានភាពរបស់ជាអាណាក្រោយពីចូលទៅក្នុងបន្ទប់ Cassian ក៏បានឃើញថាជាអាណាគឺពិតជាស្លាប់របស់ជីវិតដូចជាអ្វីដែលគេស្មានពិតប្រាកដមែនហើយវាគឺបានធ្វើឲ្យគេហ្នឹងមានអារម្មណ៍ថាឈឺចាប់ខ្លាំងមែនទែនដោយសារតែជាអាណាជាមួយនឹងគេហ្នឹងទោះជាអង្គរៈហនតកាយក៏ដោយប៉ុន្តែពួកគេគឺមានទំនាក់ទំនងស្និទ្ធស្នាលជាមួយនឹងគ្នាខ្លាំងមែនទែនកលេចមក John Wick ឯនេះវិញក្នុងកំឡុងពេលនៃការរត់គេចខ្លួនហ្នឹងគេត្រូវបានកូនចៅរបស់ Cassian នឹងធ្វើការលំពាន់ឲ្យបានបើកការបាញ់ប្រហារគ្នាយ៉ាងសាហាវឃោឃៅតែម្ដងនៅក្នុងខ្សែរឿង John Wick ហ្នឹងឈុតឆាកបាញ់ប្រហារគ្នារវាងតួអង្គជាមួយនឹងតួអង្គហ្នឹងពិតជាល្អមើលខ្លាំងមែនទែនដោយសារតែតួអង្គមួយហ្នឹងគឺបានវឹកហាត់ការបាញ់ប្រហារហ្នឹងបែបពិតតែម្ដងនិយាយទៅរៀនបើកភ្លើងពិតណាហើយឈុតឆាកនៃការបាញ់ប្រហារឈុតឆាកនៃការវាយតប់គ្នានឹងទៀតសោតមើលទៅគឺដូចជាជីវិតពិតអញ្ចឹងនិយាយទៅវាមិនលក្ខណៈ fantasy ដែលថាតួអង្គមួយហ្នឹងបាញ់មិនងាយងាប់បាញ់មិនងាយត្រូវអីចឹងទេសូម្បីតែតួអង្គឯងដូចជា John Wick ដូចជាអីហ្នឹងក៏ត្រូវតួសាច់ដែរមុននឹងឯងរួចខ្លួនចេញពីការប្រយុទ្ធមួយបន្ទាប់ពីបានប្រយុទ្ធក៏ដូចជាបានសម្លាប់កូនចៅរបស់ Cassian អស់ជាច្រើនអ្នកហើយ John Wick ក៏អាចគេចខ្លួនចេញពីកូនចៅរបស់ Cassian ហ្នឹងបានជោគជ័យនិងបានចូលមកក្នុងអគារមួយកន្លែងប៉ុន្តែពេលដែលចូលមកដល់ខាងក្នុងហ្នឹងគេក៏បានប្រទះគ្នាជាមួយនឹងក្រុមកូនចៅរបស់ Santino ម្ដងដែល Santino ហ្នឹងគឺបានបញ្ជូនកូនចៅគេឲ្យមកចាំនៅកន្លែងហ្នឹងដើម្បីបិទគូ John Wick បានន័យថាសម្លាប់ John Wick បំបិទមាត់តែម្ដងព្រោះតែ Santino ដឹងខ្លួនច្បាស់ថាបន្ទាប់ពី John Wick បញ្ចប់ការងារនឹងមានសេរីភាពចេញពីបន្តោងផ្ដិតមេដាយដំណក់ឈាមនឹងហើយ John Wick ច្បាស់ជាមកតាមរកគេដើម្បីសងសឹកជាពុំខានទេអញ្ចឹងហើយបានជាគេបញ្ជូនកូនចៅឲ្យមកចាត់ការ John Wick មុនដើម្បីកុំឲ្យមានហានិភ័យទៅថ្ងៃក្រោយពីបានប្រយុទ្ធគ្នាជាមួយនឹងក្រុមកូនចៅរបស់ Santino បងមួយសន្ទុះគឺមិនខុសគ្នាពីការប្រយុទ្ធគ្នារវាង John Wick ជាមួយនឹងក្រុមកូនចៅរបស់ Cassian នោះទេ John Wick បានសម្លាប់កូនចៅរបស់ Santino ស្លាប់ឡើងព្រាតតែម្ដងហើយបន្ទាប់មកគេក៏អាចគេចខ្លួនបានដោយជោគជ័យនិងបានចេញមកខាងក្រៅអគារទៀតផងប៉ុន្តែពេលដែលចេញមកដល់ខាងក្រៅអគារហើយនឹងឧបសគ្គរបស់ John Wick គឺមិនទាន់ចប់តាមនោះទេ Cassian បានបើកឡានមកទាន់ John Wick និងបានកាក់ផ្លូវ John Wick ហើយអ្នកទាំងពីរនឹងក៏បានបន្តការប្រយុទ្ធរបស់ពួកគេនៅកន្លែងនឹងតទៅមុខទៀតទៅការប្រយុទ្ធគ្នារវាង John Wick ហើយនិង Cassian នឹងមើលទៅដូចជាស្មារតីគ្នាដោយសារតែ Cassian នឹងក៏ជាអ្នកដែលមានស្នាដៃមិនធម្មតាដែរនៅក្នុងអាជីពរបស់គេហើយបន្ទាប់ពីប្រយុទ្ធគ្នាដែលបានប្រើដៃផងប្រើកាបិតផងប្រើកាភ្លើងផងប្រើអាវុធគ្រប់បែបគ្រប់យ៉ាងអស់រយៈពេលមួយសន្ទុះក្រោយមកអ្នកទាំងពីរនឹងក៏បានប្រទីងបន្ទងគ្នានិងបានធ្លាយកញ្ចក់ចូលទៅក្នុងអគារនៃសន្តាគារ Rome Continental គ្រាន់តែធ្លាចូលទៅខាងក្នុងភ្លាម Julian ហើយនិងកូនចៅរបស់គេនឹងគឺបានត្រៀមខ្លួនរួចជាស្រេចនិងបានខត់អ្នកទាំងពីរឲ្យបញ្ចប់ការប្រយុទ្ធរបស់ពួកគេដោយសារតែវាគឺជាច្បាប់វិន័យដែលមិនមាននរណាម្នាក់អាចធ្វើអាជីវកម្មឬក៏បង្ហូរឈាមគ្នានៅក្នុងទឹកដីនៃសន្តាគារ Continental បានជាដាច់ខាត John Wick ជាមួយនឹង Cassian បានបញ្ចប់ការប្រយុទ្ធរបស់ពួកគេភ្លាមៗហើយបន្ទាប់មកអ្នកទាំងពីរនឹងក៏បាននាំគ្នាចូលទៅក្នុងបារមួយកន្លែងនៅក្នុងសន្តាគារ Rome Continental ដើម្បីញ៉ាំស្រាសម្រួលអារម្មណ៍ក្រោយពីអង្គុយញ៉ាំស្រាជាមួយគ្នាបងមួយសន្ទុះ John Wick ក៏បានប្រាប់អំពីមូលហេតុគ្រប់យ៉ាងនៅពីក្រោយខ្នងនៃការសម្លាប់ជាអាណារបស់គេ Cassian បើទោះជាបានដឹងនិងយល់អំពីមូលហេតុដែល John Wick សម្លាប់ជាអាណាក៏ដោយក៏គេមិនអាចលើកលែងឲ្យ John Wick បានដែរគេបានប្រាប់ទៅកាន់ John Wick ថាគេនឹងសម្លាប់ John Wick ចោលបន្ទាប់ពី John Wick ចេញពីកន្លែងនោះទៅគេថែមទាំងបាននិយាយមើលងាយទៅកាន់ John Wick ថាគេនឹងសម្លាប់ John Wick ឲ្យលឿនហើយនឹងឲ្យឈឺចាប់តិចបំផុតដោយចាត់ទុកថាវាគឺជាគុណធម៌ដែលគេអាចផ្ដល់ឲ្យ John Wick ក្នុងនាមជាមិត្តរួមអាជីព John Wick បានឆ្លើយតបប្រាប់ទៅកាន់ Cassian ថាគាត់នឹងព្យាយាមធ្វើដូចជាអ្វីដែល Cassian បាននិយាយនឹងដាក់ Cassian ដូចគ្នាបន្ទាប់ពីការប្រយុទ្ធរបស់ពួកគេនៅលើក្រោយហើយបន្ទាប់ពីនិយាយគ្នាចប់អ្នកទាំងពីរនឹងក៏បានបំបែកផ្លូវគ្នានៅកន្លែងហ្នឹងទៅ John Wick បានត្រឡប់ចូលមកក្នុងបន្ទប់សន្តាគាររបស់គាត់វិញដើម្បីសម្រាកប៉ុន្តែភ្លាមៗហ្នឹង Santino ក៏បានតាក់ទងតាមទូរស័ព្ទមកកាន់ John Wick Santino បានបកស្រាយអំពីមូលហេតុដែលគេបញ្ជូនកូនចៅរបស់គេឲ្យមកតាមសម្លាប់ John Wick ដែលថាវាគ្រាន់តែជាសកម្មភាពដែលគេធ្វើឡើងដើម្បីបង្ហាញឲ្យអ្នកគ្រប់គ្នាឃើញថាគេគឺបានសងសឹកឲ្យបងស្រីរបស់គេបន្ទាប់ពី John Wick ហ្នឹងបានសម្លាប់បងស្រីរបស់គេប៉ុន្តែ John Wick ប្រកាសណាគេមិនបានស្ដាប់ការបកស្រាយរបស់ Santino អីនោះទេដោយសារតែគេនឹងគឺបានកំណត់គោលដៅរួចជាស្រេចហើយថាគេនឹងតាមសម្លាប់ Santino នឹងចោលបន្ទាប់ពីបញ្ចប់ការងារជាមួយនឹងជាអាណាចឹងហើយគេក៏បានដាក់ទូរស័ព្ទចុះដោយមិនបាននិយាយឆ្លើយតបអ្វីជាមួយនឹង Santino សូម្បីតែមួយម៉ាត់បន្ទាប់ពី John Wick ដាក់ទូរស័ព្ទចុះ Santino ដឹងខ្លួនច្បាស់ថាបេសាចឃាតករដូចជា John Wick គឺបានកំណត់ខ្លួនគេនឹងថាជាសត្វប្រមាញ់ដើម្បីតាមប្រមាញ់រួចទៅហើយដូច្នេះហើយ Santino ក៏បានតាក់ទងទៅកាន់ប្រតិបត្តិការឃាតកម្មដើម្បីឲ្យបើកកងត្រាចំហមួយដាក់ឈ្មោះ John Wick ឲ្យឃាតករផ្សេងទៀតតាមប្រមាញ់ John Wick នឹងក្នុងតម្លៃ$7 លានដែលវាគឺជាតម្លៃខ្លួនមួយដែលថ្លៃខ្លាំងមែនទែនកន្លែងមក John Wick ឯនេះវិញបន្ទាប់ពីបានបញ្ចប់ការងារនៅក្នុងប្រទេសអ៊ីតាលីហើយនឹងព្រឹកឡើងគេក៏បានចាក់ចេញពីសន្តាគារ Rome Continental ដោយមានការជួលដំណើរពី Julius ដែលជាម្ចាស់សន្តាគារផងដែរក្នុងពេលដំណើរគ្នានេះដែរសម្ដែងសារតាក់ទងជាមួយនឹងកងត្រាបើកដើម្បីសម្លាប់ John Wick ក្នុងតម្លៃ$7 លានរបស់ Santino នោះក៏បានលាន់ឮកងរំពោក្នុងទូរស័ព្ទដៃរបស់ឃាតករទូទាំងសហរដ្ឋអាមេរិក
រិកខ្សែរឿងមកកាន់ Winston គេបានមកជួបគ្នាជាមួយនឹង Santino ដើម្បីឲ្យ Santino នឹងផ្តិតមេដាយជាដំណក់ឈាមមួយទៀតទៅលើបន្តោងមួយហ្នឹងដើម្បីបញ្ជាក់ថា John Wick នឹងគឺបានបញ្ចប់ការងាររបស់គេហើយនិយាយទៅក្នុងពិភពឃាតកររបស់គេនឹងគឺគេមានច្បាប់មានទម្លាប់ហើយមានឯកសារអីនឹងត្រឹមត្រូវខ្លាំងមែនទែនក្នុងកំឡុងពេលដែល Santino កំពុងតែរៀបចំផ្តិតមេដាយជាដំណក់ឈាមទៅលើបន្តោងក៏ដូចជាឯកសារផ្សេងៗនឹង Winston ក៏បានធ្វើការព្រមានទៅកាន់ Santino ដែលថាទង្វើរបស់ Santino នឹងគឺដូចជាយកកបិតមួយទៅចាក់ពីក្រោយខ្នងបិសាចយ៉ាងដូច្នោះដែរអញ្ចឹងហើយបិសាចឃាតករដូចជា John Wick នឹងច្បាស់ជាតាមប្រមាញ់ Santino នឹងរហូតដល់ឋាននរកជាជារំខានទេហើយបន្ទាប់ពីធ្វើការព្រមាននឹងបានទទួលឯកសារផ្សេងៗដែលបានផ្តិតមេដាយបញ្ចប់ទៅ Santino ហើយ Winston ក៏បានចាក់ចេញពីផ្ទះរបស់ Santino ត្រឡប់ទៅវិញបាត់ទៅកលេចមក John Wick របស់ខ្ញុំវិញបន្ទាប់ពីបានចាក់ចេញពីប្រទេសអ៊ីតាលីនឹងបានមកដល់ពលានយន្តហោះនៃសហរដ្ឋអាមេរិកភ្លាមនឹងគេក៏ត្រូវបានទទួលការវាយប្រហារពីឃាតករជាច្រើននៅក្នុងសហរដ្ឋអាមេរិកនឹង John Wick បើទោះជាបានត្រូវរបួសរៀងដំណំចេញពីការប្រយុទ្ធគ្នាជាមួយនឹងក្រុមឃាតករដែលបានធ្វើការវាយប្រហារគាត់នៅតាមផ្លូវយ៉ាងណាក៏ដោយប៉ុន្តែចុងក្រោយគាត់នៅតែអាចសម្លាប់ឃាតករទាំងអស់នោះម្ដងម្នាក់រហូតដល់ទីបំផុតគាត់ក៏បានប្រទះគ្នាជាមួយនឹង Cassian ដែលជាអង្គរៈរបស់ជាអាណានឹងម្ដងទៀតចឹងហើយអ្នកទាំងពីរនឹងក៏បានបើកការវាយប្រហារគ្នានៅលើរថភ្លើង John Wick បានប្រយុទ្ធគ្នាជាមួយនឹង Cassian អស់រយៈពេលមួយសន្ទុះដែលមើលទៅស្ថានភាពនៃការប្រយុទ្ធគ្នារវាងអ្នកទាំងពីរនឹងគឺដូចជារឿងតានតឹងគួរសមដែរប៉ុន្តែនៅទីបំផុត John Wick នៅតែអាចយកឈ្នះទៅលើ Cassian ដែលបានប្រើកាបិតរបស់ Cassian នឹងចាក់ចំកណ្ដាលដើមទ្រូងរបស់គេបន្ទាប់មក John Wick ក៏បានប្រាប់ទៅកាន់ Cassian ថាចុងកាបិតនឹងគឺបានចាក់ទៅក្បែរចុងដង្ហើមរបស់ Cassian ទៅហើយចឹងហើយ Cassian គឺមិនអាចកម្រើកបាននិងមិនអាចដកកាបិតនឹងចេញពីដើមទ្រូងរបស់គេទេបើសិនជាគេចង់រស់និយាយទៅនៅកន្លែងហ្នឹង John Wick គេអត់សម្លាប់ Cassian នឹងដោយផ្ទាល់ដៃទេគេទុកឲ្យ Cassian ជាអ្នកជ្រើសរើសបើសិនជា Cassian ចង់ស្លាប់គឺដកកាបិតនឹងចេញពីដើមទ្រូងរបស់គេទៅចឹងហើយគេនឹងហូរឈាមស្លាប់ប៉ុន្តែបើសិនជាគេចង់រស់គឺទុកកាបិតនៅកន្លែងហ្នឹងហើយរងចាំរហូតដល់មានអ្នកមកសង្គ្រោះទៅ John Wick បានបន្តនិយាយពាក្យសម្ដីរបស់ Cassian ត្រឡប់ទៅកាន់ Cassian វិញថាមូលហេតុដែលគេទុកឲ្យ Cassian ជាអ្នកជ្រើសរើសថាតើ Cassian នឹងចង់រស់ឬក៏ចង់ស្លាប់ដោយខ្លួនឯងហ្នឹងគឺវាជាគុណធម៌ក្នុងនាមជាអ្នករួមអាជីពរបស់គេចំពោះ Cassian ហើយបន្ទាប់ពីនិយាយចប់គេក៏បានចាក់ចេញពីកន្លែងហ្នឹងទៅបាត់ទៅគ្រាន់តែចេញផុតពី Cassian បានតែបន្តិចហ្នឹង John Wick ក៏បានប្រទះគ្នាជាមួយនឹងឃាតករពីរនាក់ទៀតឃាតករពីរនាក់ហ្នឹងគ្រាន់តែកលេចឃើញ John Wick ហ្នឹងគេក៏បានដកអំភ្លើងដេញតាមបាញ់ប្រហារ John Wick ដែលសារតែត្រូវរបួសយ៉ាងធ្ងន់ដែរចេញពីការប្រយុទ្ធយ៉ាងច្រើនហ្នឹងគេក៏បានរត់គេចខ្លួននិងបានមកជួបគ្នាជាមួយអ្នកសំទានម្នាក់នៅតាមផ្លូវ John Wick បានឲ្យកាមមួយទៅកាន់អ្នកសំទានម្នាក់ហ្នឹងនិងបានប្រាប់អ្នកសំទានម្នាក់ហ្នឹងឲ្យនាំគាត់ទៅជួបគ្នាជាមួយនឹងមេរបស់គេដោយប្រាប់ទៅកាន់អ្នកសំទានហ្នឹងឲ្យប្រាប់មេរបស់គេទៅថា John Wick ចង់ជួបហើយបន្ទាប់ពីនិយាយចប់ហ្នឹងគេក៏បានទាញភួយយកមកគ្របខ្លួនបន្ទាប់មកអ្នកសំទានហ្នឹងក៏បានទាញសម្រាមផ្សេងៗមកគ្របខ្លួនរបស់ John Wick ដើម្បីបិទបាំងរំពេញនោះឃាតករពីរនាក់ដែលតាមបាញ់ប្រហារ John Wick ហ្នឹងក៏បានមកដល់កន្លែងរបស់អ្នកសំទានហ្នឹងដែរប៉ុន្តែមិនទាន់ទាំងបាននិយាយផងហ្នឹងអ្នកសំទានម្នាក់ហ្នឹងក៏បានដកកំភ្លើងចេញមកនិងបានបាញ់សម្លាប់ឃាតករទាំងពីរនាក់ហ្នឹងស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងបាត់ទៅនៅក្នុងហេតុការណ៍មួយហ្នឹង John Wick បានសន្លប់បាត់ស្មារតីបាត់ទៅហើយដោយសារតែគាត់ហូរឈាមខ្លាំងពេកហើយបន្ទាប់ពីដឹងខ្លួនមកវិញហ្នឹងគាត់ក៏បានឃើញថាគាត់ត្រូវបានអ្នកសំទានម្នាក់ហ្នឹងនាំមកដល់ជំរំអ្នកសំទានបាត់ទៅហើយមួយសន្ទុះបន្ទាប់ពីដឹងខ្លួនមកវិញហ្នឹង John Wick ក៏ត្រូវបានគេនាំមកជួបគ្នាជាមួយនឹងមេរបស់អ្នកសំទានដែលគេហៅថា Bovary King John Wick បានស្នើសុំឲ្យ Bovary King ឬក៏ស្ដេចអ្នកសំទានហ្នឹងជួយគេដើម្បីធ្វើយ៉ាងណាឲ្យគេហ្នឹងអាចសម្លាប់ Santino បានព្រោះតែ Bovary King ឬក៏ស្ដេចអ្នកសំទានហ្នឹងគឺមានអ្នកសំទានគ្រប់ច្រកអហកទាំងអស់នៅក្នុងទីក្រុង New York ចឹងហើយគេច្បាស់ជាដឹងអំពីកន្លែងដែល Santino កំពុងតែនៅកន្លែងហ្នឹង Bovary King ឬក៏ស្ដេចអ្នកសំទាននឹងបានធ្វើការបដិសេធដោយសារតែគេថាគ្មានមូលហេតុអ្វីដែលគេត្រូវជួយ John Wick នឹងឡើយព្រោះតែបញ្ហាដែលកំពុងតែប្រឈមនឹងគឺជាបញ្ហារបស់ John Wick តែម្នាក់គត់គ្មានតាក់ទងអីជាមួយនឹងគេទេហើយទី2បើសិនជាគេសម្លាប់ John Wick នៅកន្លែងហ្នឹងគេគឺអាចទាមទារយករង្វាន់$7 លានពី Santino ទៀតផងចំណែកឯ John Wick ប្រកាសណាស់គេមិនមែនមកជួបជាមួយនឹង Bovary King ឬក៏ស្ដេចអ្នកសំទានដែលគ្មានបានត្រៀមអ្វីនោះទេគេបាននិយាយចាក់ចំចំណុចរបស់ Bovary King ដែលថាឥឡូវហ្នឹង Santino គឺបានកៅអីមួយអង្គុយនៅក្នុងសភា High Table នោះរួចរាល់ទៅហើយគេកំពុងតែចាត់ចែងយកទីក្រុង New York នឹងធ្វើជាតំបន់របស់គេមួយទៀតដែលនេះគឺមានន័យថាបន្ទាប់ពី Santino បានគ្រប់គ្រងតំបន់ផ្នែកខាងលើហើយគេនឹងចាប់ផ្ដើមគ្រប់គ្រងតំបន់ផ្នែកខាងក្រោមគឺតំបន់ងងឹតដែលវាមានន័យថាតំបន់អ្នកសំទានរបស់ Bovary King នឹងឯង John Wick បានបន្តទៀតថានៅពេលដែល Santino ចាប់ផ្ដើមឈ្លានពានតំបន់របស់ Bovary King នឹង Bovary King នឹងគឺមិនអាចធ្វើអ្វីបានទេព្រោះតែបើសិនជា Bovary King នឹងហ៊ានសម្លាប់ Santino Bovary King ច្បាស់ជាត្រូវក្រុមឃាតកររបស់ High Table នឹងមកតាមសម្លាប់ជាពំខានទេដូច្នេះហើយក្នុងពេលឥឡូវហ្នឹងមនុស្សតែម្នាក់គត់ដែលអាចជួយ Bovary King ក្នុងការកម្ចាត់ Santino មុនពេលដែល Santino ឈ្លានពានបានគឺមានតែ John Wick គឺគេនឹងឯង Bovary King បន្ទាប់ពីត្រូវ John Wick ចាក់ចំកន្លែងរសើបហ្នឹងគេក៏មិនមានតវ៉ាអ្វីជាមួយនឹង John Wick ដែរគេបានស្រែកប្រាប់ទៅកាន់កូនចៅរបស់គេឲ្យយកកាភ្លើងម្ដាមយកមក John Wick ដែលកាភ្លើងម្ដាមហ្នឹងគឺមានគ្រាប់កាភ្លើងចំនួន7គ្រាប់បន្ទាប់មកក៏បានបញ្ជាឲ្យកូនចៅរបស់គេនឹងនាំ John Wick តាមផ្លូវក្រោមដីទៅកាន់ទីតាំងដែល Santino កំពុងតែតាំងនៅបន្ទាប់ពីចូលមកដល់ទីតាំងរបស់ Santino ហើយ John Wick ក៏បានបន្លំខ្លួនចូលមកក្នុងពិធីជប់លៀងរបស់ Santino ហើយនៅពេលដែល Santino កំពុងតែនិយាយមិនបានប្រយ័ត្នហ្នឹងគេក៏បានដកកំភ្លើងបំរុងដើម្បីសម្លាប់ Santino ប៉ុន្តែ Santino នឹងក៏បានកលេចឃើញមុនដូច្នេះហើយ Santino ក៏បានបញ្ញារត់គេចចេញពីកន្លែងហ្នឹងក្នុងកំឡុងពេលដែល Santino កំពុងតែគេចខ្លួននឹងឆាកប្រយុទ្ធរវាង John Wick ជាមួយនឹងកូនចៅរបស់ Santino នឹងក៏បានផ្ទុះឡើងម្ដងទៀតដែល John Wick នេះគឺបានបាញ់សម្លាប់កូនចៅរបស់ Santino ស្លាប់ដូចជារុយយ៉ាងដូច្នោះដែរបន្ទា
ទាប់ពីការវាយលុករបស់ John Wick បានកើតឡើងមួយសន្ទុះក្រោយមកកូនចៅចំណិតរបស់ Santino ក៏បាននាំក្រុមការងាររបស់គេមកក្រុមផ្សេងទៀតមកទប់ទល់ប៉ុន្តែមកហ្នឹងក៏មិនមានកលោអ្វីជាមួយនឹង John Wick ដែរ John Wick បានសម្លាប់អ្នកដែលមកមុនក៏ដោយមកក្រោយក៏ដោយហ្នឹងគឺស្លាប់គ្មានសល់សូម្បីតែម្នាក់ប៉ុន្តែទោះជាអញ្ចឹងក៏ដោយឆាកប្រយុទ្ធរវាង John Wick ជាមួយនឹងកូនចៅរបស់ Santino ហ្នឹងគឺបានទុកឱកាសឲ្យ Santino ហ្នឹងមានពេលគ្រប់គ្រាន់ក្នុងការចាក់ចេញពីកន្លែងកើតហេតុហ្នឹងមកដល់សន្តាគារ New York Continental បានដោយសុវត្ថិភាព Santino បានមកជួបគ្នាជាមួយនឹង Winston និងបានប្រើតំណែងរបស់គេក្នុងនាមជាសមាជិកនៃសភា High Table បង្គាប់បញ្ជាឲ្យ Winston ផ្ដាច់សមាជិកភាពរបស់ John Wick ចេញពីសន្តាគារ Continental ដើម្បីកុំឲ្យ John Wick នឹងអាចចូលមកក្នុងសន្តាគារ New York Continental នឹងបានដែលការធ្វើបែបនេះគឺធ្វើឲ្យគេនឹងមានភាពងាយស្រួលក្នុងការបញ្ជូនឃាតករទៅសម្លាប់ John Wick នៅខាងក្រៅប៉ុន្តែនៅកន្លែងហ្នឹងបើទោះជា Santino ព្យាយាមនិយាយគំរាមយ៉ាងណាក៏ដោយក៏ Winston មិនព្រមធ្វើតាមបញ្ជារបស់ Santino ដែរដោយសម្អាងថាសន្តាគារមួយហ្នឹងគឺជាសន្តាគាររបស់គេចឹងហើយគ្មាននរណាម្នាក់មានសិទ្ធិអំណាចមកលើគេនៅក្នុងសន្តាគារហ្នឹងទេហើយទី2 John Wick មិនបានរំលោភបំពានឬក៏ខុសអ្វីទៅលើច្បាប់វិន័យនៅក្នុងប្រព័ន្ធឃាតករដែរចឹងហើយគេគ្មានមូលហេតុអ្វីក្នុងការផ្ដាច់សមាជិកភាពរបស់ John Wick ចេញពីសន្តាគារ Continental ឡើយមួយសន្ទុះក្រោយមក John Wick ក៏បានកាន់កាភ្លើងតាម Santino មកដល់សន្តាគារ New York Continental ហើយ Winston បន្ទាប់ពីកន្លែងឃើញ John Wick កាន់កាភ្លើងនិងមើលទឹកមុខដំមើងម៉ាត់របស់ John Wick ហ្នឹងគេក៏មានអារម្មណ៍ថាបារម្ភខ្លាច John Wick ធ្វើអ្វីផ្ដេសផ្ដាសនៅក្នុងសន្តាគារ New York Continental ដែរចឹងហើយគេក៏បានឃាត់ John Wick ឲ្យសម្រួលអារម្មណ៍រំពេចនោះ Santino ហ្នឹងក៏លំមាស់មកទៀតដោយសារតែគេគិតថា John Wick មិនហ៊ានធ្វើអ្វីគេចឹងហើយគេក៏បាននិយាយឌឺដងទៅកាន់ John Wick ប៉ុន្តែមានណា John Wick គ្មានតែខ្វល់អំពីច្បាប់វិន័យឬក៏អ្វីដែល Santino និយាយហោហែតប៉ែលោតនឹងទេគេបានដកកាភ្លើងដាក់ចំកណ្ដាលក្បាលរបស់ Santino មកគ្រាប់ធ្វើឲ្យ Santino ស្លាប់អបងជីវិតនៅកន្លែងហ្នឹងបាត់ទៅហើយបន្ទាប់ពីសម្លាប់ Santino ហើយហ្នឹងគេក៏បាននាំឆ្កែប៊ូដកពណ៌ខ្មៅរបស់គេហ្នឹងត្រឡប់មកកាន់ផ្ទះបាក់បែករបស់គេវិញខ្សែរឿងបានកាត់ទៅពេលព្រឹក Sharon ដែលជាអ្នកគ្រប់គ្រងនៅក្នុងសន្តាគារ New York Continental បានមកជួបគ្នាជាមួយនឹង John Wick ដល់ផ្ទះរបស់ John Wick គេបានអញ្ជើញ John Wick ជាមួយនឹងឆ្កែប៊ូដករបស់ John Wick ហ្នឹងឲ្យឡើងលើឡានដើម្បីទៅជួបគ្នាជាមួយនឹង Winston ហើយក្រោយពីបានជួបគ្នា Winston បានប្រាប់ទៅកាន់ John Wick ថាគេមិនគួរបាញ់សម្លាប់ Santino នៅក្នុងសន្តាគារ New York Continental ទេព្រោះថាទង្វើរបស់គេហ្នឹងគឺធ្វើឲ្យ Winston គ្មានជំរឿអ្វីក្រៅពីផ្ដាច់សមាជិកភាពរបស់ John Wick ចេញពីសន្តាគារ Continental នៅទូទាំងពិភពលោកដែលវាមានន័យថាបើទោះជា John Wick មានកាក់មាសក៏ដោយក៏គេមិនអាចចាយវាយប្រើប្រាស់សេវាកម្មនៅក្នុងសន្តាគារ Continental ហើយនឹងសមាជិកផ្សេងៗនៅក្នុងប្រព័ន្ធឃាតកររបស់ពួកគេបានឡើយលើពីនេះ John Wick ថែមទាំងត្រូវទទួលការពិន័យដែលបន្ទាប់ពីផ្ដាច់សមាជិកភាពភ្លាមនឹងគេនឹងត្រូវបានក្រុមឃាតកររបស់ High Table តាមសម្លាប់រហូតដល់ស្លាប់មុននឹងផ្ដាច់សមាជិកភាពរបស់ John Wick Winston បានឲ្យបន្តោងមេដាយដំណក់ជាមួយទៅកាន់ John Wick គេលោ John Wick នឹងធ្វើការប្រើប្រាស់នៅពេលក្រោយលើពីនេះគេក៏បានទុកពេលឲ្យ John Wick នឹងចំនួន1ម៉ោងមុននឹងផ្ដាច់សមាជិកភាពផងដែរដើម្បីឲ្យ John Wick នឹងមានពេលគ្រប់គ្រាន់ក្នុងការទប់ទល់ជាមួយនឹងក្រុមឃាតករដែលតាមសម្លាប់គេដែលខុសគ្នាពីចំពោះទី1 Pumpkin នឹងគឺបានសម្លាប់មនុស្សនៅក្នុងសន្តាគារ New York Continental ហើយគ្រាន់តែប្រាប់ភ្លាមនឹង Winston គឺបានបញ្ជាគេសម្លាប់ Pumpkin ភ្លាមតែម្ដងប៉ុន្តែចំពោះករណី John Wick នឹងដោយសារតែ John Wick គឺជាមិត្តភក្តិជិតស្និទ្ធរបស់ Winston ចឹងហើយបានជា Winston នឹងទុកពេលឲ្យ John Wick 1ម៉ោងដើម្បីអាចត្រៀមខ្លួនទប់ទល់ជាមួយនឹងឃាតករផ្សេងៗបានមុននឹងចាក់ចេញទៅ John Wick បានផ្ដាំផ្ញើប្រាប់ទៅកាន់ Winston ថាផ្ញើសាររបស់គេប្រាប់ទៅកាន់សមាជិកសភារបស់ High Table ថាឃាតករណាក៏ដោយដែលសមាជិកសភារបស់ High Table បញ្ជូនទៅគេនឹងសម្លាប់ឃាតករទាំងអស់នោះឲ្យស្លាប់គ្មានសល់សូម្បីតែម្នាក់ហើយបន្ទាប់ពីនិយាយចប់ John Wick ក៏បាននាំឆ្កែប៊ូដកពណ៌ខ្មៅរបស់គេចាក់ចេញទៅបាត់ទៅរំពេចនោះ Winston ក៏បានដកទូរស័ព្ទតាក់ទងទៅកាន់ប្រតិបត្តិការឃាតកម្មដើម្បីឲ្យដកឈ្មោះ John Wick ចេញពីសមាជិកភាពនៃសន្តាគារ Continental និងបើកឱកាសឲ្យក្រុមឃាតកររបស់ High Table តាមប្រមាញ់ John Wick ចំពោះកំហុសរបស់គេកលែងមក John Wick ជាមួយនឹងឆ្កែប៊ូដកពណ៌ខ្មៅរបស់គេនៅពេលដែលពួកគេកំពុងតែធ្វើដំណើរតាមផ្លូវហ្នឹងក៏ស្រាប់តែបានឮសំឡេងផ្ញើសារចូលមកក្នុងទូរស័ព្ទដៃរបស់មនុស្សដែលនៅជុំវិញផ្លូវហ្នឹងឮសូរតែត្រែតឡើងពេញនឹងតែម្ដងហើយបន្ទាប់ពីឮចឹង John Wick ជាមួយនឹងឆ្កែប៊ូដករបស់គេហ្នឹងក៏បានបញ្ញារត់ដើម្បីរកកន្លែងដែលមានសុវត្ថិភាពទប់ទល់ជាមួយនឹងក្រុមឃាតករទាំងអស់ហ្នឹងរីឯសាច់រឿងនៅចំពោះទី2របស់យើងក៏ត្រូវបានបញ្ចប់នៅត្រង់ចំណុចនេះផងដែរជាចុងក្រោយ admin សូមអរគុណដល់អ្នកគ្នាដែលបានតាមដានទស្សនាការសម្រាយសាច់រឿងមួយនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូបន្ទាប់បាយបាយ